that has been dug directly out of a mountain about 7 kilometers from here. And we went to see that place. We went there, we got it right from the source, and it is absolutely beautiful. And you're gonna make a ring like mine. That's right, we're gonna be twins. ភ្នំនេះឃើញមកពីចង្អាយឃើញដើរទាំងអោស្មានតែគេធ្វើអីការពិតទៅគឺភ្នំដូចភ្នំមាសហ្នឹងគេជីកទាំងអស់គ្នាហ្មងនេះអូវ៉ាវទស្សនវិជ្ជាបែបនេះបងប្អូនមិនងាយបានឃើញទេមានម្ដុំទូចនេះគឺមានអត្តន័យចំពោះគាត់ខ្លាំងមែនតើគឺជាវត្ថុអនុស្សាវរីយ៍មួយដែលគាត់បានរកខ្លួនឯងហើយគាត់អួតគេពេញនៅអូស្ត្រាលីបងប្អូនមិត្តភក្តិគាត់ហើយគាត់អួតពេញនៅស្រុកក្រៅហើយដោយសារមាសមួយដុំទូចនេះដែលយើងចាយលុយប្រហែលជា$50ប៉ុន្តែយើងទទួលបានទម្ងន់ប្រហែលជា$80ជាងនោះគាត់ក៏សប្បាយចិត្តអ្នកលក់នឹងក៏សប្បាយចិត្តបទពិសោធន៍មួយដែលពំនាំជាមួយនឹងអនុស្សាវរីយ៍ជាច្រើនហើយនឹងអត្តន័យពាក្យថារតនគិរីផ្លូវវិញគឺស្អាតខ្លាំងមែនទែននៅលើខ្នងភ្នំហើយទេសភាពចំការភ្នំដាច់កន្ទុយភ្នែកប៉ុន្តែយើងជួបជាមួយនឹងបងប្អូនជនជាតិភាគតិចកំពុងតែរកមាសដោយវិធីសាស្ត្របុរាណវិធីសាស្ត្រសាមញ្ញដែលគេប្រើតែចបប៉ែលនិងតែសេះធម្មតាជីកមាសដាក់បេយកទៅរែងជាមួយនឹងអូបឹងស្ទឹងហើយបន្ទាប់មកបានគេបានទៅជាកាកមាសហើយកាកមាសហ្នឹងយើងបានទិញបន្តិចបន្តួចទេហើយក៏គេឲ្យលើសបន្តិចមកហើយយើងក៏បានទទួលមាសមួយដែលមានជាមួយនឹងអនុស្សាវរីយ៍ជាច្រើនហើយបញ្ជាក់ពីអត្ថន័យថារតនគិរីដែលយើងបានពន្យល់ទៅគាត់បទពិសោធន៍មួយនេះនៃការជិះត្រាយគឺមានន័យខ្លាំងមែនទែនមិនថាគាត់ហើយក៏មានន័យសម្រាប់ខ្ញុំផងដែរហើយនេះហើយគឺជាអនុស្សាវរីយ៍ចេញមកពីភូមិភាគឦសានខេត្តរតនគិរីបទពិសោធន៍ជាច្រើនរាប់មិនអស់ជាមួយភ្ញៀវម្នាក់ពាក់វ៉ែនតាកំពុងជីកដីមាសមួយនេះគឺគាត់ជាភ្ញៀវធម្មតាទេគាត់ជិះជាមួយយើង3ដងហើយបងប្អូនប្រហែលជាឃើញវីដេអូគាត់ញឹកញាប់មែនទែននៅលើ page ខ្ញុំដោយសារគាត់ជិះ3ជើងយើងអត់ទាន់បានចែករំលែកអ្វីទាំងអស់ដែលគាត់បានប្រមាញ់បទពិសោធន៍ជាមួយយើងតាមរយៈត្រៃហើយយកបទពិសោធន៍ក្នុងប្រទេសយើងយកទៅចែករំលែកជាមួយនឹងមិត្តភ័ក្តិបងប្អូននៅអូស្ត្រាលីគឺមានន័យខ្លាំងមែនទែនហើយលើកនេះគឺគាត់សប្បាយចិត្តក្នុងការទិញមាសសប្បាយចិត្តជាមួយនឹងទេសភាពសប្បាយចិត្តជាមួយនឹងប្រភេទផ្លូវហើយក៏ផ្ញើជូនវីដេអូនេះទៅបងប្អូនត្រៃនៅខេត្តរតនគិរីដែលបានទទួលរាក់ទាក់ផ្ដល់សំណាងញញឹមធ្វើឲ្យភ្ញៀវគាត់មានអារម្មណ៍ថាកក់ក្ដៅមួយកម្រិតទៀតនេះគឺជាសេវាកម្មមួយដែលចេញពីតំបន់តែម្ដងដែលយើងបានពីគាត់ដោយមានចេតនាល្អធ្វើឲ្យភ្ញៀវគាត់សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរចង់អរគុណខ្លាំងមែនទែនហើយទស្សនវិជ្ជាដែលយើងមិនងាយបានឃើញពីបងប្អូនជនជាតិដើមភាគតិចរោគត្បូងរោគមាសប្រចាំថ្ងៃដោយដែលយើងបានជួបចៃដន្យមួយនេះគឺជារឿងមួយដែលថារាប់ថាវាជារឿងអស្ចារ្យហើយបទពិសោធន៍កម្រហើយដែលយើងបានឃើញចង់ចែកម្លែកបងប្អូនពីការរស់នៅប្រចាំថ្ងៃហើយនឹងការរកចំណូលប្រចាំថ្ងៃរបស់បងប្អូនជនជាតិភាគតិចមាសដែលផុសចេញមិនមែនរ៉ែក្នុងដីនៅលើខ្នងភ្នំតែម្ដងអញ្ចឹងវាមានកាកដីក្រហមដែលវាពំនាំបន្តិចបន្តួចបងព្រឹកមិញគាត់យកមកបេជីកមកបេពីបេទៅគាត់យកទៅរែងវាបានប្រហែលជាមួយហ៊ុនអញ្ចឹងវាល្មមដែរហើយអានេះចាប់ទុកថាស្រួលហើយសម្រាប់ការរមាសហើយមិនមែនតែមួយគ្រួសារទាំងអស់គ្នាច្រើនណាមែនទេពូអូមិនភូមិនេះភូមិមាសស្អីយដោស្អីភូមិពួកងាអស់ហើយទាំងអស់បាទហើយភ្នំមួយនេះគេជីកប៉ុន្មានខែហើយទុកអត់មួយខែទេមួយខែនឹងបានដឹងតែភ្នំនឹងមានអញ្ចឹងទៅនាំគ្នាជីកមកភ្នំនឹងទៅហើយយើងជីកដាក់បេយកអាបេទៅរែងតាមអូហ្នឹងហើយបាទអូខេអញ្ចឹងមួយខែគឺជីកបោអស់ភ្នំច្រើនណាបាទនិយាយរួមថាមួយខែយើងចាំរែវាបាននិយាយថាវាអត់ចាំរែអត់បានទេបាទទេវាតែមកក្រប2លី3លីប៉ុណ្្នឹងបាទឆ្ងាយអញ្ចឹងណាវាអស់ឆឹងអស់បាយអត់បាទអត់សល់លុយទេអត់សល់លុយទេបានមកវិញលៀងដែរទេបាទតែមានតែមាសទេអត់មានត្បូងទេចំណាំងត្បូងចំណាំងតាមពុតចិត្តពេលហ្នឹងតែចំណាំងគឺបានទេវាចំមកកន្លែងហ្នឹង10ពេលនៅមកបែហ្នឹងគេថាបានមានតលឹងពីតលឹងវីដេអូជើងនេះរឿងប្លែកដោយសារមានភ្ញៀវគាត់ចង់បានបទពិសោធន៍បែបហ្នឹងផងគាត់ជា YouTuber ហើយក៏គាត់ជា Instagram influencer ទាំងពីរអ្នកគាត់ឡើងមក trip នេះគឺដើម្បីថតពីប្រទេសយើងហើយអ្វីដែលបងប្អូនឃើញនេះគឺជារឿងចៃដន្យល្អដែលអាចកើតឡើងក៏ប៉ុន្តែបងប្អូនជនជាតិដើមភាគតិចគាត់ព្រួយបារម្ភមែនទែនដោយសារពេលខ្លះគាត់ជីកមួយកន្លែងហ្នឹងគឺអត់តន់អស់ទេគឺត្រូវបានរើទៅទីតាំងផ្សេងហើយតាំងពីដើមមកគឺមានការកាន់កាប់ផ្សេងគ្នាដោយយើងមិនដឹងហេតុមិនដឹងផលទេប៉ុន្តែបងប្អូនជនជាតិភាគតិចទាំងអស់គឺគាត់ធ្វើបែបនេះតាំងពីដើមហើយគាត់តែងតែទៅរកទីតាំងថ្មីបើសិនជាគេដេញហើយការរកទីតាំងថ្មីរបស់ពួកគាត់នឹងបាត់ពិសោធន៍អ្នកខ្លះមានរហូតដល់30ជាងឆ្នាំឯណោះអ្នកខ្លះមានតាំងពីទូចដែលរករ៉ែមាសឬក៏រ៉ែត្បូងទេសភាពភ្នំនេះស្អាតប៉ុន្តែតាមអ្នកភូមិគឺគាត់និយាយថាគេជីកអស់បណ្ដោយភ្នំមួយ
ធម្មតាគេជីកតរៀបហើយថាគាត់ថាភ្នំនេះប្រហែលជា3 4គ្រួសារ3 4បងប្អូនជនជាតិតិចហ្នឹងគាត់2 ឆ្នាំទៀតអីរៀបហើយភ្នំនេះជីកអស់ហើយប៉ុន្តែវ៉ាវភ្នំមួយទាំងមូលតែមិនទូចណាបងប្អូន the local said they're gonna dig it all up and finish the whole thing like the whole mountain so this will just continue for wow for just a 2 year or 3 year fuck it hell man this is deep huh? This one is deep អានេះធ្ងន់អានេះជ្រៅប្រហែល wow អានេះជ្រៅមែនតើសម្ដៅនេះជ្រៅគេជីករលុងឲ្យទូចមួយម៉ែជីកបានដូចដង wow អានេះអត់សូវជ្រៅណាស់ម៉ាទេអាមិញជ្រៅជាង no that one is the deepest that one right there scary deep និយាយរួមធនធានធម្មជាតិនៅភូមិភាគឦសានយើងគឺមានច្រើននៅឡើយទាំងរ៉ែមាសរ៉ែត្បូងហើយនិងដីដែលមានជីជាតិសម្រាប់ការដាំដុះហើយបងប្អូនយល់យ៉ាងណាដែរចំពោះការបង្ហាញរបស់ខ្ញុំតាមរយៈវីដេអូមួយនេះសូមជួយដាក់នៅក្នុង comment ហើយជួបគ្នាក្នុងវីដេអូក្រោយ That has been dug directly out of a mountain about 7 kilometers from here. and we went to see that place We went there, we got it right from the source, and it is absolutely beautiful. and you're gonna make a ring like mine That's right, we're going to be twins. Gang, gang. អាហ្នឹងមាស floor ចាចេះមិនមានន័យមាសទូចតាចតែវាមានន័យ